ជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងតាយាយទាំងអស់ថ្ងៃនេះដែរប្អូនថ្លៃរបស់ខ្ញុំបានធ្វើម្ហូបត្រីចៀនគ្រឿងចាហើយនេះគឺជាត្រីប្រាទេមិនមែនជាត្រីសដាយទេចឹងគាត់ក្រោយពីលាងទឹករួចគាត់យកមកលាងជាមួយអំបិលម្ដងទៀតដើម្បីកាត់ចម្អាបត្រីប្រាបងប្អូនដឹងហើយត្រីប្រាក្លិនរាងឆ្អាបបន្តិចបើសិនជាយើងអត់ចេះលាងណាតែបើយើងលាងបានស្អាតល្អគឺពេលយើងប្រឡាក់ឬក៏ធ្វើម្ហូបអីញ៉ាំទៅវាអត់សូវក្លិនឆ្អាបខ្លាំងទេចាចឹងដើម្បីឲ្យងាយស្រួលចៀនគាត់បានកាត់ត្រីហ្នឹងជាកង់ប៉ុន្តែមើលទៅដូចជាមិនកាត់ស្ដើងពេកទេកាត់មកល្មមព្រោះអីជិះវៀងពេកយើងចៀនទៅវាស្ដើងពេកវាបែកចាអញ្ចឹងកាត់កង់ល្មមចាត្រីនេះធំគួរសមហើយរៀងពិបាកកាត់ដែរតាបើសិនជាកម្លាំងខ្ញុំអីប្រហែលជាកាត់អត់ដាច់ទេមកទៅប៉ុន្តែដោយសារគាត់កម្លាំងរៀងខ្លាំងចាហើយក្បិតរៀងធំផងអញ្ចឹងទៅងាយស្រួលកាត់បន្ទាប់ពីគាត់កាត់កង់ហើយហ្នឹងគាត់យកគ្រឿងនេះគឺគ្រឿងសម្រាប់ស្លម្ជូរគ្រឿងណាយកមកប្រឡាក់គ្រឿងនេះគឺទិញស្រាប់ទេអត់បានបុកខ្លួនឯងទេចាហើយប្រឡាក់ជាមួយនឹងប្រេងខ្យងបន្តិចរ៉ូឌីបន្តិចហើយនឹងស្ករបន្តិចចាបើបងប្អូនចូលចិត្តដាក់ប៊ីចេងក៏ដាក់ទៅថែមប៊ីចេងបន្តិចទៀតទៅក៏បានដែរប៉ុន្តែខ្ញុំអត់បានប្រើប៊ីចេងទេដោយសារខ្ញុំប្រើរ៉ូឌីហើយឬក៏បងប្អូនអាចប្រើជាម្សៅស៊ុបអីក៏បានដែរដើម្បីប្រឡាក់ទៅឲ្យមានរសជាតិបន្តិចណាការពិតទៅបើសិនជាគ្រាន់តែប្រឡាក់អំបិលហើយនឹងស្ករក៏មួយយ៉ាងដែរពីព្រោះអីត្រីនឹងស្រស់អញ្ចឹងមានជាតិស្រាប់ហើយបងប្អូនបាច់ប្រើគ្រឿងលេងគ្រឿងច្រើនពេកទេចាយើងប្រឡាក់នេះមកប៉ុណ្ណឹងទៅគឺយើងមានសុខភាពល្អជាងប៉ុន្តែបើបងប្អូនអត់ទាន់ទម្លាប់នឹងអាហារសុខភាពទេបងប្អូនអាចដាក់បានដូចជាគាត់ប្រឡាក់នៅនេះទៅណាសម្រាប់អ្នកញ៉ាំអាហារសុខភាពប្រហែលជាគាត់ប្រឡាក់តែអំបិលផងមិនដឹងណាពីព្រោះកាលណាប្រឡាក់ស្ករច្រើនគឺធ្វើឲ្យមានប្រតិកម្មជាមួយនឹងសាច់ចាចឹងវាអត់សូវល្អសម្រាប់សុខភាពប៉ុន្មានទេណាបងប្អូនយកល្អរៀនទម្លាប់បន្តិចឲ្យហើយទៅព្រោះការពារដល់ពេលយើងចាស់ទៅយើងត្រូវទទួលយកជំងឺដោយសារតែការញ៉ាំរបស់យើងអត់បានត្រឹមត្រូវនឹងឯងណាការញ៉ាំឆ្ងាញ់របស់យើងដែលភ្លេចខ្លួនចាព្រោះយើងដឹងថាការញ៉ាំឆ្ងាញ់មួយគឺគ្រឿងលើសលប់ហើយត្រូវតែដិតទាំងអស់បងប្អូនគិតមើលបើស្ករដិតអំបិលដិតតែយើងសល់អីខ្លះនៅពេលអនាគតយើងអាយុ50-60ឆ្នាំទៅចានេះគ្រាន់តែជាការរំលឹករបស់នាងខ្ញុំទេហើយបងប្អូនចូលចិត្តយ៉ាងណាក៏ទៅតាមបងប្អូនទៅណាឥឡូវនេះគាត់មកបង្កាត់ភ្លើងទុកមុនទៅហើយដើម្បីឲ្យងាយកាត់ហើយរងចាំត្រីដែលប្រឡាក់មិញហ្នឹងឲ្យចូលជាតិផងចាអញ្ចឹងប្រឡាក់ភ្លាមយើងអត់អាចយកមកចៀនភ្លាមបានទេត្រូវទុកឲ្យរៀងចូលជាតិបន្តិចពីព្រោះសាច់ត្រីហ្នឹងរៀងដុំសាច់ណែនច្រើនដែរអញ្ចឹងបើយើងប្រឡាក់ភ្លាមចៀនភ្លាមវាអត់សូវចូលជាតិទេចានេះឥឡូវគាត់ផ្អាប់ទុកសិនហើយខ្ញុំលួចបើកមើលហើយនេះគាត់ប្រឡាក់ពណ៌ឡើងស្រស់ដោយសារគ្រឿងគេបុកដាក់ល្មៀតស្រស់អញ្ចឹងប្រឡាក់គ្រឿងទៅសាច់ត្រីយើងល្អចាហើយឥឡូវនេះល្មមពេលសមរម្យហើយអញ្ចឹងគាត់យកមកចៀនបងប្អូននៅពេលចៀនហ្នឹងណាដបងចេះអត់សូវអីទេស្រាប់តែចៀនបានមួយសន្ទុះបងប្អូនហើយក៏អ្នកចៀនរត់ចោលផ្ទះវាផ្ទុះខ្លាំងពេកខ្ញុំចូលទៅជួយចៀនទៅពេលទ្រាំអត់បានរត់អញ្ចឹងតតែម្ចាស់គាត់ទៅចៀនវិញដដែលហើយអត់ជួយអីគាត់បានសោះឥឡូវនេះឲ្យហ៊ានដាក់នៅលើភ្លើងឯពេលប្រែហើយមកផ្ទះនេះរៀងខ្លោចតិចហើយបងប្អូនហើយ
រៀងខ្លោចតិចហើយដោយសារតែវាផ្ទុះពេកឲ្យហ៊ានចូលទៅលើក៏អញ្ចឹងរៀងជ្រុលភ្លើងតិចបាត់ទៅហើយចាប៉ុន្តែមិនអីទេយើងក៏តែអាខ្លោចនឹងចាញ់តិចទៅញ៉ាំបានបងប្អូនឃើញខ្លោចចឹងកុំញ៉ាំទាំងខ្លោចចាពីព្រោះអាហ្នឹងវាជាហេតុនាំឲ្យយើងកើតមហារីកដែរណាបងប្អូនអាពួកខ្លោចហ្នឹងណាបងប្អូនចាឥឡូវនេះដល់ពេលវេលាបាយថ្ងៃត្រង់ល្មមថ្ងៃនេះមានក្មួយប្រុសជាភ្ញៀវមកជួយដួសបាយឲ្យភ្ញៀវដួសបាយឲ្យអ្នកម្ចាស់ផ្ទះញ៉ាំវិញគាត់មកជួយរៀបចំបាយដល់សារថ្ងៃនេះថ្ងៃអាទិត្យគាត់អត់បានទៅរៀនទេអញ្ចឹងទៅក៏ហៅគាត់មកញ៉ាំបាយជុំគ្នាអញ្ចឹងទៅគាត់កម្របានញ៉ាំបាយជាមួយយើងណាដោយសារតែគាត់ទៅរៀនរហូតអញ្ចឹងមិនងាយបានជួបគ្នាទេយូរបានជួបគ្នាម្ដងអសូរថាផ្ទះឆ្ងាយរាប់រយគីឡូមែនទេណាផ្ទះឆ្ងាយពីគ្នា20ម៉ែត្រទេប៉ុន្តែអសូរថាបាយជុំគ្នាមកសប្តាហ៍ប្រហែលដងសឹងថាអត់រាប់ខែណាបានម្ដងថ្ងៃណាគាត់អត់ទៅរៀនគូអីចឹងទៅបានមកបាយជុំយើងហើយថ្ងៃនេះខ្ញុំជៀនត្រីមួយគ្រឿងហ្នឹងហើយនឹងញ៉ាំមួយជ្រក់ទឹកសក់ដែលខ្ញុំធ្វើពីលើកមុនពីថ្ងៃមុនហ្នឹងយកមកញ៉ាំជាមួយហើយស្លមួយមុខទៀតនោះគឺប៉ានឹងម៉ាក់គាត់ស្លហើយគាត់ឲ្យសម្លមកជូរសាច់គោមួយចានអញ្ចឹងទៅថ្ងៃនេះបានឡើង3មុខអញ្ចឹងទៅរៀងសនំសនួនដែរតើមុខម្ហូបត្រូវគ្នាល្អណាត្រីចៀនជាមួយជ្រក់ហើយញ៉ាំជាមួយស្លម្ជូរហើយនឹងត្រីចៀនទៀតអូរសជាតិនិយាយថាពីឆ្ងាញ់ហើយខ្ញុំដឹងថាត្រីនឹងឆ្ងាញ់ដួសឲ្យកូនភ្លក់មុនខ្លួនឯងតាន់ភ្លក់អីប៉ុន្តែដឹងតែឆ្ងាញ់ឯពួកក្លិនឈ្ងុយអញ្ចឹងហើយក៏កូនគេថាអូគេញ៉ាំបាយហើយអត់ចង់មកទេថាមកកូនថ្ងៃនេះជៀនត្រីឆ្ងាញ់មកញ៉ាំជាមួយគ្នាមកខានជួបយូរនឹកដែរក៏ហៅកូនមកញ៉ាំជាមួយគេថាហើយប៉ុន្តែដាក់បាយមួយចានពេញទៅក៏អស់ដែរណាបងប្អូនចាអរគុណសម្រាប់ការតាមដានទស្សនា